អារម្មណ៍ស្រឡាញ់គេម្នាក់ឯងគឺជាអារម្មណ៍ដែលស្រឡាញ់ឬយកចិត្តចំពោះនរណាម្នាក់ប៉ុន្តែគេមិនមានអារម្មណ៍ដូចយើងនោះឡើយអារម្មណ៍នេះអាចនាំឲ្យមានការឈឺចាប់នៅក្នុងចិត្តការមិនកាត់សង្ឃឹមនិងការសោកស្ដាយបើសិនជាមិនបានដឹងអំពីរបៀបគ្រប់គ្រងវាឲ្យបានល្អអារម្មណ៍មួយនេះអាចបកស្រាយបានថាស្រឡាញ់ដោយមិនទាន់បានស្គាល់គ្នាជាញឹកញាប់កើតនៅពេលដែលយើងគ្រាន់តែចូលចិត្តពីគេពីចម្ងាយឬគ្មានឱកាសបាននិយាយជាមួយគ្នាការស្រឡាញ់នរណាម្នាក់ឬលួចមានចិត្តទៅលើនរណាម្នាក់កើតចេញពីក្តីស្រមៃឬទំនាក់ទំនងមួយដែលមិនច្បាស់លាស់យើងប្រហែលជាចាប់អារម្មណ៍ទៅលើរូបភាពណាមួយឬអត្តសញ្ញាណណាមួយដែលយើងគ្រាន់តែបានបង្កើតនៅក្នុងចិត្តខ្លួនឯងតែប៉ុណ្ណោះនេះមិនមែនជាជីវិតពិតនោះទេអញ្ចឹងយើងអាចបញ្ជាក់បានថាការមានចិត្តទៅលើគេឬស្រឡាញ់គេជាចំណង់ចំណូលចិត្តរបស់យើងដែលបានបង្កើតវានៅក្នុងចិត្តតែប៉ុណ្ណោះទាំងដែលដឹងថាយើងមិនទាន់បានសារភាពឬប្រាប់ទៅគេនោះទេមួយវិញទៀតការស្រមោលសម័យរបស់យើងអាចនិយាយបានថាយើងបានធ្លាប់ឃើញគេនៅខាងក្រៅឬនៅក្នុងសុបិនទាំងនេះគឺជាការស្រមោលសម័យរបស់យើងតែប៉ុណ្ណោះម្ល៉េះហើយទើបធ្វើឲ្យចិត្តរបស់យើងហើយនឹងបេះដូងរបស់យើងមានអារម្មណ៍ថាស្រឡាញ់គេម្នាក់ឯងប៉ុន្តែមិនអីនោះទេគ្រប់យ៉ាងនៅពេលដែលមានចំណងគឺតែងតែមានដំណោះស្រាយអ្វីដែលយើងគួរធ្វើទទួលស្គាល់អារម្មណ៍របស់ខ្លួនឯងដោយស្មោះត្រង់កុំចោលខ្លួនឯងនៅក្នុងភាពសោកសៅស្វែងរកសកម្មភាពបែបវិជ្ជាជីវៈឬជួយខ្លួនឯងឲ្យរីកចម្រើនបើអាចទៅជជែកជាមួយមិត្តភ័ក្តិឬអ្នកដែលស្គាល់អាចផ្ដល់ដំបូន្មានល្អៗឲ្យខ្លួនយើងបានតាមពិតទៅពាក្យថាស្រឡាញ់គេម្នាក់ឯងមានច្រើនហេតុផលណាស់ប៉ុន្តែនៅថ្ងៃនេះខ្ញុំលើកយកតែហេតុផលពីរតែប៉ុណ្ណោះ1ចាប់អារម្មណ៍ឬស្រឡាញ់គេដោយគេមិនបានដឹងទាំងនេះហើយគឺជាអារម្មណ៍ខ្លួនយើងផ្ទាល់ដោយខ្លួនឯងប៉ុណ្ណោះដោយគេមិនបានដឹងហើយយើងក៏មិនបានប្រាប់គេទី2បើសិនជាយើងមានចិត្តឬស្រឡាញ់ចំពោះគេដោយយើងបានសារភាពប្រាប់គេរួចហើយគេបានដឹងហើយប៉ុន្តែគេប្រកែកឬគេមិនព្រមទទួលយកក្តីស្រឡាញ់ឬចិត្តដែលយើងបានឲ្យចំពោះគេហេតុផលទាំងពីរនេះខ្ញុំនឹងអាចមានដំណោះស្រាយចំពោះការទប់ស្កាត់បានខ្ញុំសូមបើករង្វង់ក្រចកបន្តិចមុននឹងខ្ញុំប្រាប់អំពីដំណោះស្រាយក្នុងការទប់ស្កាត់ដើម្បីឲ្យខ្លួនយើងបានយល់ដូចដែលខ្ញុំបានប្រាប់ដល់បងប្អូនទាំងអស់គ្នាកាលពីមុននឹងអញ្ចឹងទី1អារម្មណ៍ឬចិត្តដែលស្រឡាញ់គេម្នាក់ឯងដោយគេមិនបានដឹងនេះគ្រាន់តែជាការស្រមើស្រមៃនៅក្នុងចិត្តយើងតែម្នាក់ឯងដោយយើងមិនបានសារភាពចំណែកមួយទៀតគឺជាអារម្មណ៍ដែលស្រឡាញ់ដូចគ្នាមានចិត្តទៅលើគេដូចគ្នាប៉ុន្តែយើងបានសារភាពប្រាប់គេប៉ុន្តែគេបដិសេធនឹងយើងខ្ញុំចង់បកស្រាយលម្អិតអំពីចំណុចមួយនេះបន្តិចកន្លែងត្រង់ដែរគេបដិសេធឬមិនព្រមទទួលយកក្តីស្រឡាញ់ពីយើងបើសិនជាគេបដិសេធឬមិនព្រមទទួលយកក្តីស្រឡាញ់ដែលយើងមានទៅឲ្យគេប្រកាសណាស់គេប្រកាសជាមានហេតុផលរបស់គេអាចនិយាយបានថាគេក៏មានគូគប់និងមនុស្សជាទីស្រឡាញ់របស់គេដែរមួយទៀតបើសិនជាគេមិនទាន់មានគូគប់ឬអាចនិយាយបានថាជាសង្សារនោះទេគឺប្រកាសណាស់គេប្រកាសជាមានមនុស្សដែលគេកំពុងតែលួចស្រឡាញ់និងចាប់អារម្មណ៍ដូចជាយើងកំពុងតែចាប់អារម្មណ៍គេអញ្ចឹងឯងអារម្មណ៍មួយនេះគឺពិតជាដូចគ្នាដូច្នេះហើយយើងកុំទាន់ឲ្យចិត្តរបស់យើងកាន់តែលងជ្រៅទៅចំណែកការស្រឡាញ់យើងដឹងហើយការស្រឡាញ់គឺផ្ដើមចេញពីចិត្តសងខាងដោយមិនមានការបង្ខិតបង្ខំឡើយបើសិនជាយើងស្រឡាញ់គេស្រឡាញ់យើងនោះស្នេហានឹងមានសុភមង្គលដូច្នេះខ្ញុំនឹងមានដំណោះស្រាយសម្រាប់ជួយឲ្យអ្នកបញ្ឈប់អារម្មណ៍នៅពេលដែលស្រឡាញ់គេម្នាក់ឯង1ទទួលស្គាល់សភាពពិតដំបូងអ្នកត្រូវទទួលស្គាល់ថាគេមិនស្រឡាញ់យើងវិញទេហើយវាមិនមែនជាបញ្ហាឬកំហុសរបស់យើងដែលស្រឡាញ់គេនោះឡើយ
មិនមែននោះទេដូច្នេះសូមកុំយល់ច្រឡំអីការស្រឡាញ់អ្នកណាក៏មានដែរប៉ុន្តែយើងកុំយកកំហុសខ្លួនឯងដែលយើងស្រឡាញ់គេម្នាក់ឯងការទទួលស្គាល់ការពិតបែបនេះគឺនឹងធ្វើឲ្យអ្នកឈប់សង្ឃឹមលើអ្វីដែលមិនអាចកើតមានឡើងឬអ្វីដែលយើងរំពឹងមិនបាន 2. សូមកុំបន្តភ្ជាប់អារម្មណ៍ឬស្រមោលស្រមៃទៅលើគេកុំស្ដាប់បទចម្រៀងឬសរសេរផ្សេងៗឬចូលមើលបណ្ដាញសង្គមរបស់គេខ្ញុំចង់មានន័យថាកុំធ្វើអ្វីដែលនាំឲ្យចិត្តយើងនឹកគេវាជាគន្លឹះដើម្បីកាត់ចិត្តដោយប្រើការលះបង់នៅអារម្មណ៍មួយ 3. ការយកចិត្តទុកដាក់ទៅលើខ្លួនឯងសូមចូលរួមសកម្មភាពថ្មីៗដែលយើងបានបង្កើតក្តីសុខឧទាហរណ៍ដូចជាហាត់ប្រាណដើរលេងឬរៀនជំនាញថ្មីៗអ្វីក៏ដោយដែលយើងអាចគេចពីអារម្មណ៍ដែលលួចស្រឡាញ់គេឬចិត្តដែលសោកសៅបានហើយធ្វើអ្វីដែលមានសេចក្តីសុខសម្រាប់ខ្លួនឯងនោះយើងអាចគេចពីអារម្មណ៍ដែលស្រឡាញ់គេនេះហើយយើងត្រូវតែធ្វើអ្វីធ្វើឲ្យខ្លួនយើងមានតម្លៃជាមនុស្សនិងភាពត្រឹមត្រូវដោយមិនមានភាពសោកសៅនិងការបាក់ទឹកចិត្តដោយខ្លួនឯង 4. ស្វែងរកគំនិតវិជ្ជាជីវៈពេលខ្លះការស្រឡាញ់មិនបានឆ្លើយតបអាចជាផ្នែកមួយនៃបញ្ហាធ្វើអារម្មណ៍យើងធ្ងន់ធ្ងរជជែកជាមួយអ្នកមានជំនាញឬជាគ្រូពេទ្យចិត្តវិទ្យាសាស្ត្រឬអ្នកណែនាំផ្នែកចិត្តដើម្បីជួយឲ្យអ្នកកាត់បន្ថយបាន 5. មើលទៅអនាគតយើងត្រូវចងចាំថាមនុស្សល្អៗនៅមុខមាត់នៅថ្ងៃខាងមុខមានច្រើនការស្រឡាញ់គេម្នាក់ឯងមិនមែនជាដំណាក់កាលចុងក្រោយនោះទេឬអាចនិយាយបានថាមិនមែនជាដំណាក់កាលចុងក្រោយនៃបេះដូងយើងនោះទេយើងមិនត្រូវបញ្ឈប់ឬបំបាក់ទឹកចិត្តខ្លួនឯងនៅក្នុងអារម្មណ៍ស្រឡាញ់គេម្នាក់ឯងនេះមួយទេពីព្រោះថាយើងត្រូវមានអ្វីៗដែលគួរធ្វើជាច្រើនទៀតផងដែរសម្រាប់ខ្លួនឯងគ្រួសារនិងសង្គមនៅមានអ្វីច្រើនទៀតដែលយើងមិនទាន់បានធ្វើរឿងល្អៗជាច្រើនខ្លាំងណាស់ដូច្នេះសូមយករឿងដែលមានផលប្រយោជន៍ចំពោះខ្លួនឯងគ្រួសារនិងសង្គមជាតិដាក់នៅក្នុងខ្លួនឲ្យបានច្រើនយើងត្រូវព្យាយាមគេចវេះក៏ដូចជារត់ចេញគេចចេញអំពីរឿងអតីតរឿងមិនល្អរឿងមិនគប្បីហើយសម្លឹងមើលទៅអនាគតមើលទៅថ្ងៃមុខដ៏វែងឆ្ងាយដែលយើងត្រូវតែដើរទៅមុខទៀតដូចខ្ញុំបាននិយាយអញ្ចឹងការស្រឡាញ់គេម្នាក់ឯងមិនមែនជាដំណាក់កាលចុងក្រោយនៃបេះដូងយើងនោះទេអ្វីគ្រប់យ៉ាងទាំងអស់មិនថាតែការងារស្នេហានិងរឿងផ្សេងៗនោះទេគឺតែតែជួបនៅបញ្ហាជួបនៅឧបសគ្គរយចម្ពោះផងដែរយើងទាំងអស់គ្នាត្រូវចងចាំថាមនុស្សយើងមានតម្លៃខ្លាំងណាស់ចំពោះខ្លួនឯងគ្រួសារនិងសង្គមឬមានតម្លៃចំពោះមនុស្សជាទីស្រឡាញ់ដែលយើងមិនទាន់បានជួបយើងត្រូវតែបន្តជំហានថ្មីជានិច្ចបើទោះបីជាការបរាជ័យធ្លាក់មកលើយើងការរំពឹងទុកឬការខកចិត្តរបស់យើងក៏ដោយយើងត្រូវតែមានចិត្តអំណត់តស៊ូដែលបន្តឆ្ពោះទៅមុខយើងត្រូវចាំថាធ្វើល្អបានល្អមានចិត្តស្មោះសរស្មោះត្រង់និងជួបតែមនុស្សស្មោះត្រង់នឹងឯងហើយខ្ញុំសូមបញ្ជាក់ប្រាប់ក៏ដូចជាលំអិតឲ្យបងប្អូនទាំងអស់គ្នាយល់ថាបើទោះបីយើងបានសារភាពរួចហើយគេបដិសេធនឹងយើងសូមយើងកុំចោះចាញ់អីពីព្រោះថាចិត្តរបស់យើងខុសៗគ្នាការស្រឡាញ់ក៏ខុសគ្នាដែរយើងស្រឡាញ់គេប៉ុន្តែចិត្តគេខុសពីយើងគេក៏ស្រឡាញ់អ្នកផ្សេងដូចគ្នាដូច្នេះហើយយើងត្រូវចាំថាចិត្តមនុស្សយើងខុសគ្នាបើយើងស្រឡាញ់គេគេមិនស្រឡាញ់យើងក៏រកអ្នកផ្សេងដែលអាចជំនួសគេបានដែរជួនកាលអារម្មណ៍យើងខ្លួនឯងក៏មិនដឹងដែរថាមិនត្រូវក៏មានគេលួចស្រឡាញ់យើងផងដែរតែយើងមិនដឹងដូច្នេះហើយសូមកុំតន់ចោះចាញ់និងបាក់ទឹកចិត្តខ្លួនឯងអីមិនយូរមិនឆាប់នោះទេរឿងគូជីវិតស្នេហាមួយនេះបើយើងធ្វើល្អប្រកបជាជួបមនុស្សល្អជាមិនខានឲ្យតែយើងមានភាពស្មោះត្រង់មានសច្ចធម៌ធ្វើល្អឲ្យគេចូលចិត្តអាណិតស្រឡាញ់គេប្រកបជារត់មរណៈ